ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ទៅហូបបាយនៅភ្នំតាម៉ៅម្ដងទៅមើលសត្វសវ៉ាតបងប្អូននេះយើងជិះតាមផ្លូវជាតិលេខ 2ទៅហើយឥឡូវយើងមកដល់ហើយដល់ផ្លូវច្រកចូលភ្នំតាម៉ៅឥឡូវយើងមើលទេសភាពតាមដងផ្លូវបងប្អូនហើយជប់ទិញលេសបន្តិចដើម្បីយកទៅហូបហើយកូននឹងជូរទៅណាអ្នកលក់លេសនឹងកូនស្រីហ្នឹងឥឡូវយើងមកដល់តាមដងវិថីវិញបានទៅកន្លែងមើលសត្វឥឡូវកាត់មកដល់កន្លែងហូបបាយតែកន្លែងហូបបាយនេះរៀងស្លន់តិចណាបងប្អូនព្រោះមានសត្វស្វាមកញ៉ាំធ្មេញដាក់ហើយក៏មកដល់មកកន្លែងទៀតកន្លែងនេះក៏អត់បានហូបដែរបងប្អូនអើយភ័យណាស់និយាយមែនគាត់តែដាក់កតូចចុះរត់មកហ្មងទាញមុខទាញក្រោយឥឡូវយើងមកមើលទេសភាពតាមដងផ្លូវវិញតែទេសភាពខែនេះវាអត់បានខៀវខ្ចីស្រស់បំប្រងអីទេបងប្អូនដោយសារតែខែក្តៅអញ្ចឹងវារៀងក្រៀមក្រោះបន្តិចហើយប៉ុន្តែស្អាតបងប្អូនព្រោះដើមឈើច្រើនអញ្ចឹងណាបើកន្លែងទឹកបឹងនេះក៏ទៅស្អាតដែរឮសលេងសត្វយំច្រើនជាចុងក្រោយធ្វើដំណើរត្រឡប់ទៅវិញអរគុណ